ពីណាមិនរំភើបពីណាមិនយំនៅពេលដែលការប្រឡងនេះត្រូវបានបញ្ចប់ហើយអបអរសាទរដល់ក្រុមភ្លេងកាយរិទ្ធជ័យលាភីឆ្នាំ2026លេខ1គឺបានទៅលើភ្នំពេញលេខ2ឧត្តរមានជ័យលេខ3បាត់ដំបងប៉ុន្តែគួរឲ្យចាប់អារម្មណ៍ជាងគេបំផុតហ្នឹងគឺខេត្តឧត្តរមានជ័យគឺអ្នកដែលបានទស្សនាវីដេអូគ្រប់គ្នាគឺតែងតែមានអារម្មណ៍រំភើបរំជោបរំជួលដល់ពេលដែលបានឃើញការសម្ដែងរបស់ក្រុមមកពីខេត្តឧត្តរមានជ័យសូម្បីតែខ្ញុំអង្គុយផលិតវីដេអូនេះក៏មានអារម្មណ៍ថាក្តុកក្តួលដែរទោះបីជាមើលច្រើនដងយ៉ាងណាក៏ដោយការប្រឡងបែបនេះគឺខ្ញុំពេញចិត្តខ្ញុំស្រឡាញ់មែនតើការប្រឡងការសម្ដែងជាពិសេសហ្នឹងគឺក្រុមកាយរិទ្ធហ្នឹងឯងក្រុមកាយរិទ្ធគឺមានការប្រឡងផ្សេងគ្នាខ្ញុំមិនដែលបានទៅមើលកម្មវិធីហ្នឹងប៉ុន្តែអត់ដែលបានទៅមើលផ្ទាល់ប៉ុន្តែគ្រាន់តែធ្លាប់បានមើលតាម Facebook តាមអីហ្នឹងឃើញគេផ្សាយឃើញអីហ្នឹងហើយមានបងប្អូនខ្លះខំប្រឹងសម្ដែងហើយអត់បានជ័យលាភីគឺអាណិតចឹងថាអាណិតផងហើយគាត់ទៅសើផងដែលគាត់ចេះឈឺចាប់អាពេលដែលគាត់ទៅប្រឡងយកជ័យលាភីអាហ្នឹងមិនធម្មតាណាប្រឡងហ្នឹងគឺប្រចាំខេត្តរបស់យើងគឺដូចជាខេត្តយើងមានអីគេមានសម្ដែងអីនេះគឺយកមកសម្ដែងនៅហ្នឹងទាំងអស់អញ្ចឹងគឺនៅពេលដែលខ្ញុំឃើញការប្រឡងការប្រកួតប្រជែងបែបហ្នឹងការសម្ដែងបែបហ្នឹងខ្ញុំមើលទៅវាក្តុកក្តួលដែរប៉ុន្តែមិននិយាយត្រង់អត់ដែលបានទៅមើលកម្មវិធីអញ្ចឹងទេតែពិតចង់ទៅមើលដែរប៉ុន្តែយើងអត់មានពេលទៅហើយក៏មិនដឹងថាគេប្រពៃពិធីថ្ងៃណាហើយគេចាប់ផ្ដើមធ្វើថ្ងៃណាតែពិតគេមាននៅលើ Facebook អីដែរប៉ុន្តែជួនកាលយើងនៅឆ្ងាយយើងអត់បានទៅចូលរួមកម្មវិធីល្អអញ្ចឹងទេហើយខ្ញុំតាំងពីឆ្នាំមុនណាអូនមួយដែលផ្លុំត្រែហើយធ្វើកាយវិការជាមួយនឹងក្រុមកាយរិទ្ធកម្ពុជាហ្នឹងខ្ញុំឃើញអាអូនហ្នឹងខ្ញុំប្រោតអបអាអូនហ្នឹងមែនតើប៉ុន្តែនៅពេលឆ្នាំនេះគឺមានកម្មវិធីថ្មីទៀតរយៈពេលប្រហែលថ្ងៃមុននេះហើយខ្ញុំឃើញវីដេអូឃើញបងប្អូនយំដូចជាបានលេខ2ហើយគ្រូហ្នឹងក៏ទៅលើកទឹកចិត្តថាមិនបាច់ចាំអន់សពុនចិត្តអីទេទោះបីជាបានលេខ2ក៏ដោយហើយខ្ញុំឃើញនៅពេលដែលទទួលមិនន័យថាប្រកាសថាក្រុមណាឈ្នះលេខ1គឺពួកគាត់សប្បាយចិត្តមែនតើមិនខុសអីពីក្រុមកីឡាផ្សេងទេប៉ុន្តែការប្រកួតបែបនេះគឺដូចជាការប្រកួតចំណេះដឹងការប្រកួតនិយាយទៅប្រព័ន្ធអប់រំគឺខ្ញុំសប្បាយចិត្តមែនតើប៉ុន្តែការលេងបាល់ទាត់ហ្នឹងក៏ប្រព័ន្ធអប់រំមែនដែរប៉ុន្តែគ្រាន់តែខ្ញុំអត់សូវប្រហែលទេប៉ុន្តែបើសិនជាផ្ដោតទៅលើរឿងចំណេះដឹងរឿងការបែងចែកឬក៏វែកញែកមតិនៅលើបណ្ដាញសង្គមគឺខ្ញុំចូលចិត្តមើលច្រើនជាងដូចខ្មែរយើងឈ្នះពានរង្វាន់មួយនៅជប៉ុនណាគឺគ្រាន់តែឮថាពាក្យថាខ្មែរខ្ញុំសប្បាយចិត្តមែនតើមានន័យថានៅលើឆាកអន្តរជាតិគឺយើងមានកេរ្តិ៍ឈ្មោះនៅពេលដែលយើងកំពុងតែមានបញ្ហាហើយឈ្មោះរបស់យើងត្រូវបានឈរលេខ1នៅលើ screen របស់គេនៅប្រទេសជប៉ុនណាគឺយើងអ្នកនៅខ្មែរនេះមិនចេះមិនអីទេក៏ប៉ុន្តែចូលរួមតសើចូលរួមត្រេកអរជាមួយបងប្អូនទាំងអស់ហ្នឹងដែរអញ្ចឹងការប្រកួតបែបហ្នឹងគឺខ្ញុំស្រឡាញ់ខ្ញុំពេញចិត្តមែនតើទោះបីជាបងប្អូនមិនទទួលបានជ័យលាភីលេខ1ក៏ប៉ុន្តែក៏តសើបងប្អូនដែរដែលខំប្រឹងហាត់ខំប្រឹងចំណាយពេលអ្នកខ្លះទៀតក៏នឹងចិត្តប្រឡងបាក់ឌុបទៀតហើយយកពេលហ្នឹងមកហាត់រៀនហាត់សមទៅរៀនផងហាត់សមត្រៀមប្រឡងបាក់ឌុបផងប្រឡងឌីប្លូមផងគឺមិនមែនស្រួលប្រហែលទេហើយអត់បើបានលេខ1ទៅគឺគាត់សប្បាយចិត្តប៉ុន្តែអ្នកខ្លះគឺខំប្រឹងចំណាយពេលវេលា
hay đọc bên mau chẳng ọt ban chơi liệp hi tiết cứគាត់អត់សូវសប្បាយចិត្តនៅអ្វីមិនន័យថាគាត់ខំប្រឹងអស់ហើយប៉ុន្តែគឺអត់ទទួលបានអ្វីដែលគាត់ចង់បានអញ្ចឹងក៏អន់សពុនចិត្តអីយើងមានអេតែគាត់ចាប់ទៅចង្អើមិនមានឆ្នាំក្រោយទេបើសិនជាបងប្អូនទី12ប៉ុន្តែវាជាមុខមាត់ប្រទេសរបស់យើងវាជាមុខមាត់របស់ភូមិរបស់ឃុំរបស់ខេត្តរបស់យើងដែរវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេណាទេកុំភ្លេចទៅជួយ like share និង subscribe ណាមួយផង